ជំរាបសួរបងប្អូនអ្នកទស្សនាទាំងអស់គ្នាខ្ញុំឈ្មោះរិនរាវុធអញ្ចឹងតំណាងឲ្យអតីតយុវជនដែលបានបញ្ចប់ការសិក្សានិយាយពីចំណាប់អារម្មណ៍បន្តិចថាបេះដូងមនុស្សធម៌ដែលយើងបានចាប់ផ្ដើមកើតឡើងនៅពេលដែលយើងបានក្រងឯកសណ្ឋានជាយុវជនហើយមានការបំពាក់កន្សែងនៅពេលដែលយើងចប់ទៅអារម្មណ៍ដិតដាមនៅក្នុងការងារធ្វើមនុស្សធម៌នេះគឺវានៅជាប់ជាមួយយើងជារៀងរហូតដូច្នេះយើងបានចងក្រងប្រមូលបងប្អូនយើងតាមរយៈការជួបជុំគ្នាយើងគិតថាយើងនឹងអាចធ្វើអ្វីមួយដើម្បីបន្សល់ទុកឲ្យយុវជនជំនាន់ក្រោយសម្រាប់ឲ្យគាត់ដើរតាមកន្លងដែលរៀមច្បងទាំងអស់យើងបានធ្វើហើយសង្ឃឹមថាយុវជនដែលកំពុងតែបំពាក់កសែងកំពុងបំពេញកាតព្វកិច្ចនៅក្នុងការសិក្សាដើម្បីទទួលបាននៅឱកាសការងារសម្រាប់ជីវិតនិងយកគំរូរៀមច្បងទាំងអស់គ្នាដែលកំពុងតែចូលទីនេះហើយយើងនឹងចែករំលែកក្តីស្រឡាញ់តាមរយៈធនធានពេលវេលានិងធនធានថវិការបស់យើងតិចតួចដែលយើងអាចមានលទ្ធភាពជួយបានទៅតាមគោលដៅមានន័យថាមិត្តអប់រំមិត្តយើងមិត្តជួយមិត្តហើយក៏យើងអាចជួយកិច្ចការងារសង្គមផ្សេងទៀតតាមដែលយើងអាចធ្វើទៅបានមិនថាគោលដៅកុមារឬក៏ជនចាស់ជរាឬក៏សកម្មភាពមនុស្សធម៌នានាដែលយើងអាចធ្វើទៅបានទីមួយដោយសារតែកើតពីចិត្តស្រឡាញ់ការងារសប្បុរសធម៌ណែមួយទៅយើងចូលមកយើងអាចយល់ដឹងពីស្គាល់មនុស្សជុំវិញខ្លួនថាយើងអាចចែករំលែកចំណេះដឹងគ្នាទៅវិញទៅមកហើយយើងអាចជួយការងារសង្គមជាតិបានច្រើនចំពោះដល់យុវជនចំនួនក្រោយដែលខ្ញុំចង់ផ្ញើជូននោះគឺចង់ឲ្យអ្នកទាំងអស់គ្នាចូលរួមជាយុវជនឲ្យបានជាបន្តបន្ទាប់ដោយសារតែវាគឺជាកម្លាំងស្នូលដើម្បីឲ្យយើងយល់ដឹងអំពីបញ្ហាសង្គមនិងចំណេះដឹងផ្សេងដែលវាជាស្ពានមួយដែលឲ្យយើងជោគជ័យនៅថ្ងៃខាងមុខបាទជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំបាទឈ្មោះសេងសុជីលៀបជានិស្សិតឆ្នាំទី3រៀនជំនាញអក្សរសាស្ត្រអង់គ្លេសនៅក្នុងសាកលវិទ្យាល័យជាតិគ្រប់គ្រងហើយពេលបច្ចុប្បន្ននេះខ្ញុំក៏ជាអនុប្រធានអចិន្ត្រៃយ៍ក្លឹបយុវជនកាកបាទក្រហមកម្ពុជានៅក្នុងសាកលវិទ្យាល័យផងដែរបាទពេលដែលខ្ញុំចូលជាយុវជនកាកបាទក្រហមនេះគឺខ្ញុំទទួលបាននៅបទពិសោធន៍ក៏ដូចជាមេរៀនជាច្រើនហើយសកម្មភាពដែលខ្ញុំបានចូលរួមគឺមានច្រើនមែនទែនមានដូចជាការចុះទៅតាមសហគមន៍ដែលជាវេទិកាមិត្តអប់រំមិត្តជួយមិត្តនៅក្នុងការផ្សព្វផ្សាយក៏ដូចជាបណ្ដុះបណ្ដាលក្មេងៗនៅក្នុងវិទ្យាល័យហ្នឹងហើយពួកគាត់យល់ដឹងពីបញ្ហាបរិស្ថានសុខភាពអនាម័យការរស់នៅស្អាតទម្លាប់នៃការសន្សំប្រាក់ក៏ដូចជាសកម្មភាពច្រើនទៀតខ្ញុំសូមលើកទឹកចិត្តដល់បងក៏ដូចជាបងប្អូនទាំងអស់គ្នាដែលកំពុងបន្តការសិក្សាថ្នាក់អនុវិទ្យាល័យក្តីវិទ្យាល័យក្តីក៏ដូចជាសាកលវិទ្យាល័យចូលរួមសកម្មភាពសង្គមឲ្យបានច្រើនជាពិសេសនោះគឺសកម្មភាពចូលជាយុវជនកាកបាទក្រហមកម្ពុជានោះទាំងអស់គ្នាទទួលបានបទពិសោធន៍ជាច្រើនជាពិសេសនោះគឺទទួលបាននៅការយល់ដឹងអំពីវិជ្ជាសង្គ្រោះបឋមយើងដឹងហើយបើសិនជាយើងមានចំណេះជំនាញនៅក្នុងការសង្គ្រោះបឋមយើងអាចជួយសង្គ្រោះបឋមគ្រួសារយើងបានក៏ដូចជាមិត្តភ័ក្តិយើងបានល្អមែនទែន